Mình thọ lạiបងប្អូនអរគ្នានេះគឺជា Oppo A6 Pro Oppo A6 Pro នេះគឺទើបតែនឹងចេញទេហើយមកដល់ហាងហើយវាមានជំរើសវាពីរជំរើសគឺ G តូច 128G ហើយនិង G ធំគឺ 256G ប៉ុន្តែចំពោះទំហំ RAM ហើយនិងរូបរាងអីទាំងអស់គឺដូចគ្នាតែម្ដងខុសតែតម្លៃទេដោយសារតែទំហំផ្ទុកខុសគ្នាចំពោះតម្លៃអា G តូចនេះគឺ$239បាទ$239សម្រាប់ G តូចហើយអា G ធំរបស់វានោះគឺ$269គឺទំហំផ្ទុក 256G នេះឯងហើយឥឡូវខ្ញុំនឹងធ្វើការ unboxing ទាំងពីរពណ៌ដោយសារពណ៌របស់វាដូចគ្នាទាំងអស់អញ្ចឹងខ្ញុំធ្វើការ unboxing ទាំងពីរពណ៌នោះជូនបងប្អូនអរគ្នាជាពិសេសទាំងអស់បាទនៅក្នុងពេលនេះបាទឥឡូវខ្ញុំ unboxing ហើយចង់ដឹងថាវាមានរូបរាងយ៉ាងម៉េចពណ៌របស់វាយ៉ាងម៉េចយើងក៏អត់ទាន់ដឹងដែរហើយតាក់ទងជាមួយនឹង spec របស់វាបាទខ្ញុំនិយាយបណ្ដាទៅទំហំផ្ទុករបស់វាដូចជាខ្ញុំបានប្រាប់ហើយប៉ុន្តែនៅសល់តែទំហំ RAM ទំហំ RAM របស់វាគឺ 8G បូកនឹង 8G បាទ 8G បូកនឹង 8G ហើយចំពោះដុំសាកថ្មរបស់វាបាទអានេះរូបរាងរបស់វាយើងអត់ទាន់បើកមើលទេប៉ុន្តែឥឡូវយើងមើលដុំសាកថ្មរបស់វានេះបាទដុំសាកថ្មរបស់វាគឺមានកម្លាំងរហូតដល់បាទក្រុមហ៊ុនដាក់ថា80វ៉ាត់បាទនេះ80វ៉ាត់ដុំ80វ៉ាត់របស់វាណាបងប្អូនអរគ្នាបាទដុំ80វ៉ាត់ហើយនៅក្នុងប្រអប់របស់វាគឺមានតែប៉ុណ្្នឹងមានបញ្ចូលចាក់មានបន្ទនីមានទូរស័ព្ទមានខេសមានអីប៉ុណ្្នឹងហើយតកតងជាមួយនឹងពណ៌របស់វាបាទនេះគឺជាពណ៌របស់វាហើយខ្ញុំធ្វើការបើកប្រអប់ជូនបងប្អូនអរគ្នាពណ៌ហើយនឹងរូបរាងរបស់វាអានេះក្រុមហ៊ុនហៅថាពណ៌ខៀវបងប្អូនអរគ្នាបាទស្អាតគួរសមរបស់វាដែរមិនអន់ពេកទេចំពោះ spec លក្ខណៈលម្អិតខ្ញុំបាននិយាយជូនបងប្អូនអរគ្នារួចហើយលក្ខណៈលម្អិតរបស់វា spec របស់វាបាទគឺខ្ញុំបាននិយាយជូនបងប្អូនអរគ្នាមួយចំនួនហើយនៅក្នុងវីដេអូមុនបាទហើយបងប្អូនអរគ្នាគ្រាន់តែសង្កេតទៅលើរង្វង់កាមេរ៉ាទំហំកាមេរ៉ាអីចឹងទៅបាទទំហំកាមេរ៉ានេះមាន2គ្រាប់អា lens main នេះគឺ50អា lens បន្ទាប់នេះគឺ2 megapixel បាទហើយចំពោះកាមេរ៉ាមុខនេះគឺ16 megapixel បាទហើយចំពោះអេក្រង់វិញគឺលាតពេញគឺពេញដល់កែមនេះ OLED អេក្រង់ OLED បាទអេក្រង់របស់វាគឺ OLED ពេញកែមតែម្ដងហើយជាមួយនឹងសមត្ថភាពមួយចំនួនវាមានកម្លាំងសាកថ្មរហូតដល់80វ៉ាត់បងប្អូនអរគ្នានេះបាទកម្លាំងសាកថ្មវារហូតដល់80វ៉ាត់ហើយចំពោះថាមពលថ្មវា7000មីលីអាំពែហើយល្បឿន refresh rate អេក្រង់ 120Hz ហើយវាមានមុខងារការពារជំរាបទឹកពេញលេញគឺ IP69 នេះឯងអញ្ចឹងគឺអេមសម្រាប់ការប្រើប្រាស់បាទគឺអានេះវាដូចតែ Reno ដែរទេបាទដោយសារអេក្រង់វាពេញទាំងអស់បាទពេញទាំងអស់ឥឡូវនេះគឺជាពណ៌ខៀវបាទឥឡូវយើងមើលពណ៌មួយទៀតពណ៌ពិសេសមួយទៀតដែលល្បីក្រុមហ៊ុនប្រកាសនៅក្នុង page Facebook ផ្លូវការរបស់គាត់ផងដែរឥឡូវខ្ញុំនឹងធ្វើការ unboxing ជូនបងប្អូនអរគ្នាមួយពណ៌ទៀតបាទវីដេអូនេះយើងវែងបន្តិចប៉ុន្តែបងប្អូនអរគ្នាបានមើលគ្រប់ពណ៌ទាំងអស់ដែលមានសម្រាប់ Oppo A6 Pro នេះឯងបាទរៀងតឹងដោយសារតែយើង unboxing ដំបូងបាទខ្ញុំដាក់ឆ្ងាយហើយប្រអប់របស់វាស្រោមរបស់វាគឺដូចគ្នាទេបងប្អូនអរគ្នាបាទហើយនេះដុំសាកដុំអីដូចគ្នាទាំងអស់ទេបាទដូចគ្នាទាំងអស់ទេឥឡូវយើងមើលពណ៌ទូរស័ព្ទសិនមើលពណ៌ទូរស័ព្ទបាទនេះពណ៌ពេញនិយមដែលបងប្អូនអរគ្នាទន្ទឹងរង់ចាំហើយ fan របស់ Oppo ទន្ទឹងរង់ចាំផងដែរបាទនេះគឺពណ៌ pink បាទ pink ពណ៌កុលាបបាទអញ្ចឹងបងប្អូនសុភាពនារីសុភាពបរោះអីដែលត្រូវការពណ៌ឆើតឆាយសម្រាប់ក្មេងយុវវ័យមនុស្សចាស់ក៏ប្រើបានដែរអត់អីទេអត់តែស្រឡាញ់ពេញចិត្តពេញបេះដូងអាចប្រើបានដូចគ្នាបាទយ៉ាងម៉េចដែរបងប្អូនអរគ្នាចំពោះ Oppo A6 Pro បាទ Oppo A6 Pro នេះបាទទាំងលក្ខណៈសម្បត្តិទាំងសមត្ថភាពរបស់វាក៏គួរសមប៉ុន្តែតម្លៃរបស់វាក៏គួរសមដែរគឺអា G តូច 128G 239ហើយធំ269បាទ$269អូខេឲ្យរៀងច្រើនដែរ Oppo សានេះឲ្យទាំងអេក្រង់ពេញកែម OLED ហើយឲ្យទាំងកម្លាំងសាកថ្មក៏ធំឲ្យទាំងមុខងារការពារជំរាបទឹកនិងធូលីពេញលេញ IP69 បាទអត់បារម្ភរឿងធ្លាក់ចូលទឹកអីទេបាទឥឡូវខ្ញុំមើលសបកតិច
សម្បកវាយ៉ាងម៉េចដែរប្រអប់ខេសរបស់វាណាសម្បករបស់វាអត់អីទេបងប្អូនអរគ្នាបាទពណ៌សថ្លាដូចតែចំនួនមុនដែរទេថ្លៃថោកថ្លៃសម្បកខេសរបស់វានឹងគឺដូចគ្នាទេបងប្អូនហើយអ្វីដែលមកជាមួយបងប្អូនកុំភ្លេចបាទនេះគឺកាសអត់ខ្សែបាទកាសអត់ខ្សែបាទនេះដោយសារតាទូរស័ព្ទនោះអត់មានរុនអត់កាសទេវាធ្វើដូចជាទូរស័ព្ទលំដាប់ flagship ដែរអញ្ចឹងវាអត់មានរុនអត់កាសទេអញ្ចឹងតម្លៃរបស់វាសំទោសកាសរបស់វាគឺគេ free ឲ្យយើងជាកាសអត់ខ្សែគឺកាស online កាសរបស់ក្រុមហ៊ុននាំចូលតែម្ដងកាស online ហ្នឹងបាទហើយ accessory online នេះមានច្រើនមានតាំងពីឆ្នាំសាកមានអីរបស់វាច្រើនបាទឆ្នាំសាកក៏មានកាសក៏មាន power bank មានដែរ online នេះបាទអញ្ចឹងគឺផលិតផល accessory នេះគឺក្រុមហ៊ុន Oppo ជាអ្នកនាំមកបាទអញ្ចឹងប៉ុណ្្នឹងហើយអត់ចង់ឲ្យវែងទេវីដេអូនេះបាទអរគុណច្រើន